ឥឡូវមិនបាច់ចាំបន្ទោសនរណាទេខ្លួនខ្ញុំផលិតច្រើនណាស់គាត់ណាឥឡូវហ្នឹងចៅ7 ដល់ 10 កន្លះនៅពីនេះប្រៃ9នោះញឹមណាមានតែកូនស្រីអត់កូនប្រុសដោះស្រាយយ៉ាងម៉េចជាមួយឪពុកឲ្យទៅរៀនសិទ្ធិបណ្ឌិតហើយមួយនេះកូនប្រសាហ្នឹងស្រីបណ្ឌិតខាងសុខភាពសាធារណៈទៀតមិនក៏រកកូនប្រុសមិននិយាយឲ្យគេទៅចោះណាមានមួយនោះប្រុសទាំងអស់មកតបណាឯណាស្រីទាំងអស់អត់ប្រុសអញ្ចឹងទេយ៉ាងហោចណាស់ខ្ញុំនឹងបាន2ទៀតឥឡូវអាទី18មកដល់ហើយវានឹងគ្រប់ជាអគិបបាល់ទាត់តបរោព្រោះឥឡូវ17នាក់បានចៅប្រុស10ហើយឥឡូវអាទី11វានឹងងាប់ប្រហែលខែខាងមុខនេះអញ្ចឹងគ្រប់មកអគិបបាល់ទាត់មកណាហើយម្សិលមិញគឺជួបជាមួយរដ្ឋមន្ត្រីរបស់អាល្លឺម៉ង់ថាចាំដល់ពេលក្រោយសូមឲ្យអាល្លឺម៉ង់មកជួយកម្ពុជាផងហើយសង្ឃឹមថា15ឆ្នាំក្រោយអាចនឹងមើលការប្រកួតជម្រើសជាតិរបស់កម្ពុជានិងជម្រើសជាតិអាល្លឺម៉ង់ទេថ្ងៃនេះអាល្លឺម៉ង់ប្រកែណាឈ្នះណែមើលសិនឈ្នះពីណាថ្ងៃមុននេះឈ្នះអ៊ុក្រែន2-0ក៏មើលវាបន្តិចមើលប៉ុន្តែអាល្លឺម៉ង់ត្រូវជួបជាមួយប៉ូឡូញសម័យគេបច្ចេកវិទ្យាយ៉ាងនេះទៅហើយរុស្ស៊ីគាត់ចាញ់ស្លូវ៉ាកព្រោះអានេះវាដើមមិនតាន់យប់មិញហ្នឹងរូម៉ានីនិងស្វីសដូចជាមួយស្មើណាហើយដល់ប្រាំងស៊ីអាល់បារី 2-0 អញ្ចឹងប្រាំងបានឡើង6 ពិន្ទុហើយអាពូល A ណាអញ្ចឹងបើមិនតាមហើយទៀតការពិភពលោកបច្ចុប្បន្ននេះបាល់រងូលប៉ុន្តែអឺរ៉ុបពិបាកណាស់ខ្ញុំនិយាយបន្តិចទៅចោះអឺរ៉ុបពិបាករក 3-0 5-0 អីពិបាកណាស់រកត្រឹមតែ2ឬច្រើនបំផុត3ព្រោះអឺរ៉ុបស្គាល់ជើងគ្នាទាំងអស់ហើយគេសមារណកម្មបាល់ទាត់អស់លីងទៅហើយហ្នឹងប៉ុន្តែក្រន់តែទាយបានហើយកុំភ្នល់ណាកុំភ្នល់ប្រយ័ត្នអស់លុយបងថ្លៃដុល្លារកុំចាញ់បាល់ហើយថាសូមសម្ដេចជួយបងថ្លៃសាលាផងអត់ទេណាអត់ទេខ្ញុំមកហ្នឹងខ្ញុំមកសប្បាយទេអត់មានមកកើតទុកមុខជាប់ទេអ្នកណាគេថាវិបត្តិអីវិបត្តិទៅអានោះវិបត្តិខ្លួនគេអ្នកបង្កើតរឿងអ្នកណាបង្កើតរឿងហើយឲ្យកើតមានវិបត្តិដូចជាពួកជួយដូរគ្រឿងញៀនឬក៏ស្អីអានោះរឿងរបស់គេទៅហើយសម្រាប់របស់យើងថ្ងៃនេះសម្ពោធដាក់ឲ្យប្រើប្រាស់នៅអាគារសិក្សាមួយខ្នោះហើយក៏ចូលរួមអបអរសាទរចំពោះខួបលើកទី70នៃថ្ងៃបង្កើតសាកលវិទ្យាល័យនេះផងដែរហើយថ្ងៃនេះខ្ញុំមិនបន្តវែងឆ្ងាយទេជាមួយនឹងការអរគុណចំពោះការខិតខំទាំងអស់របស់ក្រសួងសុខាភិបាលការខិតខំទាំងអស់របស់ដៃគូដែលបានជួយយើងនិងការខិតខំផ្ទាល់របស់សាកលវិទ្យាល័យនេះខ
ខ្ញុំពិតជាមានការរីករាយដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាមួយនឹងចំណងដៃសម្រាប់និស្សិតដែលជាប់ទ្រឹស្ដីធ្លាក់តមាត់ដើម្បីអនុញ្ញាតឲ្យបានចូលរៀនជាមួយនឹងគេនឹងឯងទៅជាអ្នកពេញសិទ្ធទេអ្នកបំរុងក៏ទៅពេញសិទ្ធអ្នកដែលចូលប្រឡងហ្នឹងដែលថ្ងៃនេះខ្ញុំគិតថាมันបានឃើញបន្ទាប់ពីបង្ហោះអាហ្នឹងទៅมันបានឃើញអានេះណែសំណូមពរនឹងទៀតទេគឺច្បាស់ជាមានពាក្យពេចន៍ផ្សេងខុសពីនោះហើយឆ្នាំក្រោយมันមានបញ្ហាពេញសិទ្ធឬក៏បំរុងទៀតទេយកប្រមាណគឺកំណត់យកប៉ុណ្ណឹងកៅអីប្រមាណគឺប៉ុណ្ណឹងត្មងទៅប៉ុណ្ណឹងទៅហើយថ្ងៃនេះបាននាំមកសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសរុបទាំងអស់ 7,140 នាក់ជូនថវិកាក្នុងម្នាក់ចំនួន 20,000 រៀលដែរតិចតួចធ្វើការទេអើយជូនគណៈគ្រប់គ្រងបុគ្គលិកនិងសាស្ត្រាចារ្យសរុប 2,193 នាក់ក្នុងម្នាក់ថវិកា 50,000 រៀលជូនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលថវិកា 5 លានរៀលជាមួយនឹងការខបអសាទរខួបលើកទី 70 នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងជាមួយនឹងការខបអសាទរចំពោះការប្រកាសឲ្យប្រើប្រាស់នៅអាគារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអាគារទី 3 ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តមលោកជំទាវអស់លោកលោកស្រីនាងកញ្ញាសូមប្រកបដោយពុទ្ធពរទាំង 4 ប្រការអាយុវណ្ណៈសុខៈពលៈកំបីទ្រឹងទ្រង់ដល់សូមអរគុណ